ភាសាខ្មែរថ្នាក់ទី8អត្ថបទកំណាព្យតម្លៃនៃការសេពគប់មិត្ត 1. គប់ពាលរែងរៀលទៅរកខុសគប់ប្រាជ្ញស្រីប្រុសរែងបានត្រូវគប់មិត្តអបល័ក្ខរែងអាស្រូវខុសត្រូវមានព្រោះការសេពគប់ 2. គួរជ្រើសរើសរកជនប្រុសស្រីតើមានធម៌អ្វីជាប្រភពបើឃើញច្បាស់ហើយសឹមសេពគប់ឬត្រូវតែឈប់កុំរវល់ 3. បើតាមឱវាទព្រះសម្ពុទ្ធវិសុទ្ធទ្រង់ធម៌និរមលគួរដឹងថាបើឃើញបុគ្គលយល់ខុសពុំគួរសេពគប់ឡើយ 4. សូវនៅម្នាក់ឯងប្រសើរជាងត្រូវតែជៀសវាងជនតោះតើយមិនប្រកាន់តាមធម៌ជាកោះត្រើយប្រងើយដោយយល់ថាខ្លួនត្រូវ 5. មកពីច្រឡំភ័ណ្ឌគំនិតផ្្លាត់គិតបែរយល់ថាព្រៃជាផ្លូវយកធម៌សុចរិតជាសត្រូវក្រឡូវដំឡើងឯទុច្ចរិត 6. ផ្ទុយទេខុសទេគួរបោះបង់គួរខំផ្ចិតផ្ចង់កាន់សុចរិតកុំអាងថាស្រេចតែនឹងចិត្តគួរអាណិតខ្លួនទើបសម 7. ព្រោះការសេពគប់នេះសំខាន់ប្រយ័ត្នកុំភ័ណ្ឌកុំច្រឡំគប់ពាលបានពាលមិនបាច់ខំដូចគេវិដំឲ្យសន្លប់ 8. គប់មិត្តបណ្ឌិតបានបណ្ឌិតគំនិតត្រឹមត្រូវអាចបញ្ចប់ឧបទ្រពចង្រៃឲ្យរម្ងាប់សុខស្ងប់អាចកើតមានឯង 9. ព្រះសពញូទ្រង់ត្រាស់ថាជនណាជាមនុស្សពាលជាក់ស្ដែងស្រាប់តែភ្ញាក់ខ្លួនជាអញឯងជាពាលក្រៃលែងទៅហាញ់តា 10. ជននោះបានឈ្មោះថាបណ្ឌិតព្រោះភ្ញាក់គំនិតដោយអើពើនឹងអាចញ៉ាំងខ្លួនឲ្យបានរើគំនិតសើវើឲ្យឃ្លាតឆ្ងាយ 11. ផ្ទុយគ្នាស្រឡះពីជនពាលពង្រីកពង្រៀលផ្លូវអបាយប្រមុខនៃទុក្ខភយន្តរាយកំចាយសុខស្លាប់ឲ្យសាបសូន្យ 12. ឥតភ្ញាក់ខ្លួនសោះរឹតតែរឹតឥតគិតអាណិតប្រពន្ធកូនទោះបីមិត្តភក្តិនិងបងប្អូនទូមានរំលឹកក៏លែងកើត 13. ជននោះឈ្មោះថាមហាពាលពេញសុបជាពាលតួឯឆើតគួរសាធុជនកុំឆោមអើតមិនកើតទេគុណខ្លាយជាទោស 14. គួរជៀសដូចជៀសផ្លូវរអិលខ្វិចខ្វិលយ៉ាងណាដោយសន្តោសកុំឆ្លោះប្រកាន់ឲ្យរអោសក្រែងទោសនឹងមានព្រោះធ្វើគុណ 15. អហង្ចនៈជោទញ្ញាណោមានក្តីគោរពព្រះមានគុណពេលដែលខ្លួនកាន់តែចាស់សុនជីវជនគម្រប់80ឆ្នាំ 16. ភ្នុកនឹកដល់ពុទ្ធភាសិតថារូបយើងពិតជាមិនទ្រាំដល់100ឆ្នាំទេរែងខ្ទេចខ្ទាំពុំទ្រាំរស់នៅតាមចង់ឡើយ 17. រូបបាត់សូន្យទៅនាមគង់នៅដោយសារចិត្តដៅពុំតោះតើយប្រឹងសាងគេពុំប្រងើយខ្លួនបាត់ទៅហើយគេគង់នៅ 18. ហេតុនេះអហង្សរែងខំប្រឹងទោះខ្លួនចាស់ម្លឹងមិនសៅដៅធ្វើនេះរួចធ្វើនោះទៀតទៅមិននៅយកស្រួលដោយទម្រុន 19. មិនព្រមទម្រើសខ្លួនឲ្យធ្លាប់តាំងចិត្តមមខ្ជាប់ដោយគិតគុណឃើញថាករណីទោះស្រាលធ្ងន់កំរពេចពន្ធក៏ត្រូវប្រឹង 20. មានពាក្យភាសិតចែងប្រាប់ថារូបតែងជរាមិនរឹងពឹងប៉ុន្តែរូបកុំដេកសម្លឹងរងចាំតែពេលអស់ជីវិតដកស្រង់ចេញពីសៀវភៅស្នាព្រះហស្ថចុងក្រោយរបស់សម្ដេចជួនណាត